អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសម្រងឃ្លាលើកទឹកចិត្តខ្លីៗចែករំលែកទៅកាន់អ្នកទាំងអស់គ្នាណែកុំបាក់ទឹកចិត្តកុំអស់សង្ឃឹមរក្សាស្នាមញញឹមបន្តក្តីសម័យដូចឃ្លានេះអញ្ចឹងនិយាយថាអនាគតអាស្រ័យលើអ្វីដែលអ្នកធ្វើនៅថ្ងៃនេះ The future depends on what you do today មួយទៀតភាពជោគជ័យគឺជាលទ្ធផលនៃការត្រៀមខ្លួនការខិតខំប្រឹងប្រែងនិងការរៀនពីភាពបរាជ័យ Success is the result of preparation, hard work, and learning from failure. And learning from failure បាទយើងនឹងហៅថាអនាគតអាស្រ័យលើអ្វីដែលយើងធ្វើថ្ងៃនេះអញ្ចឹងរាល់សកម្មភាពដែលយើងធ្វើនៅថ្ងៃនេះមានន័យថាសកម្មភាពតូចៗដែលយើងធ្វើវាមានឥទ្ធិពលទៅថ្ងៃអនាគតរបស់យើងប្រសិនបើយើងមានតែក្តីសម័យយើងអត់មានបានធ្វើសកម្មភាពអ្វីទាល់តែសោះនេះហើយជាផ្នែកមួយនៃបរាជ័យផងដែរឧទាហរណ៍ថ្ងៃនេះយើងខិតខំប្រឹងប្រែងសិក្សារៀនសូត្រថ្ងៃអនាគតរបស់យើងនឹងភ្លឺស្វាងប៉ុន្តែថ្ងៃនេះយើងបានបោះបង់ចោលការសិក្សារៀនសូត្រយើងបែរទៅចាប់យកអ្វីដែលវាមិនល្អថ្ងៃអនាគតវានឹងផ្ដល់ផលប៉ះពាល់ដល់អនាគតជីវិតរបស់យើងផងដែរដូច្នេះមានតែការបដោតខិតខំប្រឹងប្រែងបន្តការសិក្សាមួយទៀតភាពជោគជ័យគឺជាលទ្ធផលនៃការត្រៀមខ្លួនការខិតខំប្រឹងប្រែងនិងការរៀនពីភាពបរាជ័យមានន័យថារាល់សកម្មភាពដែលយើងទទួលបានថ្ងៃនេះមិនមែនកើតឡើងដោយចៃដន្យទេគឺកើតឡើងអំពីការខិតខំប្រឹងប្រែងការរៀបចំរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃឧទាហរណ៍ក្មេងប្រឡងថ្នាក់ទី12ជាប់មិនមែនកើតឡើងដោយចៃដន្យទេគឺដោយសារការខិតខំប្រឹងប្រែងរបស់គាត់ពីដើមឆ្នាំរហូតចុងឆ្នាំគាត់ប្រឡងជាប់យ៉ាងណាក្មេងដែលមិនយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្របែរជាប្រឡងធ្លាក់អញ្ចឹងលទ្ធផលទាំងពីរនេះគឺផ្ទុយគ្នាអញ្ចឹងរាល់ការទទួលបាននូវសមិទ្ធផលអ្វីមួយវាមិនមែនកើតឡើងដោយការចៃដន្យទេសុទ្ធតែកើតឡើងដោយការខិតខំប្រឹងប្រែងលះបង់ពេលវេលាទាំងអស់នោះហើយគឺជាផ្នែកមួយដែលទទួលបាននូវជោគជ័យហើយយើងរៀននូវភាពបរាជ័យរបស់យើងផងដែរមនុស្សដែលទទួលបានជោគជ័យលើពិភពលោកមិនមែនមិនដែលធ្លាប់បរាជ័យនោះទេសូម្បីតែមនុស្សកំពូលដែលយើងតែងតែសរសើរនៅលើពិភពលោកក៏មានប្រវត្តិបរាជ័យរាប់មិនអស់ផងដែរបាទសូមអរគុណសូម